ភាសាខ្មែរចំនួននៅក្នុងទំព័រ66តកតងជាមួយនឹងអត្ថបទមួយតែគេនិយាយពីគេនៅក្នុងចំនួនយើងនៅក្នុងសភៅវឹកហាត់កិច្ចការផ្ទះចឹងយើងបើចាំទំព័រ66មកឥឡូវយើងមើលទាំងអស់គ្នាមកយើងបានអានហើយមិនសាហើយឥឡូវយើងអានម្ដងទៀតតើអូនអានជាមួយអ្នកទាំងអស់គ្នាដែលមើលអត្ថបទប្រគេនេះនិយាយអំពីអីគេអូនមកបើការចិញ្ចឹមមាន់ចាឥឡូវយើងអានទាំងអស់គ្នាតើបាច់ទៅអត្ថបទនិយាយពីការចិញ្ចឹមមាន់គេចិញ្ចឹមបែបម៉េចតើឥឡូវយើងអានទាំងអស់គ្នាឥឡូវយើងតើការចិញ្ចឹមមាន់ពូសានបានជ្រើសរើសការចិញ្ចឹមមាន់ធ្វើជាមុខរបរប្រចាំគ្រួសាររួមរាប់ពាន់អានសំអាតលោកពីនិតមើលនឹងណាចំណៃឲ្យមាន់ជាទៀងទាត់ពូសានបានរៀនពីរបៀបជ្រើសរើសពូជមាន់ការផលិតចំណៃការចាក់វ៉ាក់សាំងការពារជំងឺការប្រើប្រាស់ទូកញាត់អូមាន់ចំណៃសម្រាប់ចំណៃលក់នៅទីផ្សារមានតម្លៃថ្លៃណាស់ដើម្បីការបន្ថយការចំណាយលើចំណៃពូសាននិងប្រពន្ធបានសំចំណៃដែលអាចរកបានក្នុងបរិមាណច្រើនដូចជាស្រូវបន្ទក់ចុងអង្គកូតនិងសណ្តែកដោយលាយជាមួយចំណីសម្រាប់ក្នុងបរិមាណសមស្របសម្រាប់កូនមាន់ដែលមានអាយុតែជាង30ថ្ងៃពូសានផ្ដល់ចំណីសម្រាប់ឲ្យស៊ីតែម្ដងប៉ុណ្ណោះព្រោះវាធ្វើឲ្យកូនមាន់រឹងមាំនិងពោលលឿនមាន់របស់ពូសានមានប្រភេទមាន់ចិញ្ចឹមយកសាច់និងមេមាន់សម្រាប់យកកូនញាត់កូនលក់កូនមាន់តូចដែលបានចាក់វ៉ាក់សាំងហើយអាចលក់បានតម្លៃបាន5,000រៀលការលេខតជាច្រើនបានមកតែកូនមាន់របស់គាត់ទៅចិញ្ចឹមបន្តមករបរចិញ្ចឹមមាន់ធ្វើឲ្យគ្រួសាររបស់ពូសានមានជីវភាពសម្រុំចាអត្ថបទដែលយើងបានអាននេះគឺតើតអត្ថបទនេះគឺនិយាយអំពីការចិញ្ចឹមមាន់ឥឡូវខ្ញុំសួរតើអ្នកណាជាអ្នកចិញ្ចឹមមាន់ពូសានចាំពូសានហ្នឹងគាត់ចិញ្ចឹមមាន់ដោយជ្រើសរើសពូជដែលល្អហើយគាត់ធ្វើខ្លះគាត់ចិញ្ចឹមសាច់ឬក៏គាត់ចិញ្ចឹមកូនចឹងអត់កូនគាត់លក់បានមួយគ្រាប់ហ្មងមួយគឺ5,000រៀលចាំពូសានហ្នឹងគាត់ធ្វើគេគាត់ចាក់វ៉ាក់សាំងខ្លួនឯងហើយមកទៀតចំណែកគាត់លាយដល់ខ្លួនឯងហើយមានអីគេខ្លះអត់មានស្រូវមានអីទៀតចង់អង្គកន្ទួកមានស្រូវកន្ទួកចង់អង្គពោលហើយនៅសន្តែនឹងគាត់លាយគាត់អាចមានម៉ាស៊ីនសូនសម្រាប់សូនចំណែកហ្នឹងទុកឲ្យមាន់ធំស៊ីឲ្យមាន់តូចដែលទៅតែញាប់គាត់ឲ្យស៊ីគេចំណែកសម្រាប់បានតែយើងទិញរបស់គេយកមកឲ្យស៊ីតែម្ដងហ្នឹងគេហៅថាចំណែកសម្រាប់ហើយមកចំណែកមួយទៀតដែលគាត់ផ្សំពីអង្គចង់អង្គមានស្រូវមានកន្ទួកមានអីគេទៀតសណ្តែកមានគេទៀតមានពោតអានេះគាត់ផ្សំចូលគ្នាហើយគាត់អាចលាយជាមួយនឹងចំណែកសម្រាប់ទៀតដើម្បីឲ្យស៊ីឆាប់ធំហើយបើគាត់ឲ្យស៊ីតែចំណែកសម្រាប់គឺនោះអត់ទៅចំណេញទេអញ្ចឹងគាត់ត្រូវចេះផ្សំចំណែកដល់ខ្លួនឯងហ្នឹងបានគាត់លក់ចំណេញតែនេះយើងមើលសំណួរខាងក្រោមបាទសំណួរមានកខហើយនឹងកហើយចាំស្ដាប់សំណួរហើយចាំជ្រើសរើសកចូលគ្រូគ្រីក្នុងប្រអប់ខាងមុខចម្លើយតាមត្រូវមួយពូសានផ្សំចំណែកមាន់2ចាំជ្រើសរើសកស្រូវល្ងខស្រូវបន្ទក់ចង់អង្គពោលនឹងសណ្ដែកកស្រូវបន្ទក់ដូង
នឹងសានដៃនឹងសម្រាប់មាន់អីមាន់ធំធំមាន់ទៅក៏រ៉ាស៊ីសម្រាប់គេសម្រាប់យើងស្គាល់អត់ចំណែកសម្រាប់កុំមាន់គឺអត់ហ្នឹងតែឡើយយើងមើលចំណែកលេខ2ពីរគេចិញ្ចឹមរបស់ពូសាមានលក្ខណៈចាំមានចម្លើយមួយនិយាយទៅកធម្មតាខបុរាណកគ្រួសារខវិទ្យាសាស្ត្រចំណុចជឿនលឿនធម្មតាគ្រួសារយើងចឹងលក្ខណៈគ្រួសារមាន់5 6 10អីហើយលែងឲ្យវាដើរកាយអីបានស្រោវស៊ីអញ្ចឹងណាហ្នឹងហើយវិទ្យាសាស្ត្រគឺគេមានការលាយចំណីដូចជាស្រោវកន្ទក់ចង្កពោតសម្ដែងចូលគ្នាទៅតាមបរិមាណត្រឹមត្រូវរបស់គេថាចំនួនម្នាក់ប្រហែលខាងប្រហែលគីឡូអីចឹងណាហើយគេមានទួយគេពូសាមានទួយមានទួភ្ញាក់អញ្ចឹងណាមានទួភ្ញាក់កូនពងមាត់ហ្នឹងហើយគេហៅថាវិទ្យាសាស្ត្រទំនើបជឿនលឿនដល់មិនបាច់ឲ្យមេក្រាបទេមេក្រាបមេសម្រាប់តែពងហើយយកពងយកមកដាក់ក្នុងទូភ្ញាក់ហើយបានកូនមកយើងដាក់ចំណែកសម្រាប់ឬក៏ពេលដែលវាធំតាមនេះស្រោបពួកចង្កពោតនិងសណ្ដែកជាមួយនឹងចំណែកសម្រាប់តិចតិចឲ្យស៊ីអញ្ចឹងការចិញ្ចឹមរបស់ពូសាគឺមានលក្ខណៈវិទ្យាសាស្ត្រជាងយើងពូនៅចំណែកខគឺបានន័យថាគាត់ចិញ្ចឹមលក្ខណៈជាវិទ្យាសាស្ត្រទំនើបជឿនលឿនដោយមានអីគេទូភ្ញាក់តែមានទូភ្ញាក់អាហ្នឹងសម័យយើងទំនើបមានលឿនគឺមានទូភ្ញាក់អត់មានបើពីមុនមកគឺមិនអត់បើយើងចិញ្ចឹមបែបបុរាណធម្មតាគ្រួសារនេះគឺបានន័យថាឲ្យមេហ្នឹងគឺពងហើយមិនទៀតក្រាហើយមិនងាស់ហើយយើងយកកូននឹងមកឲ្យស៊ីចំណៃចង្កអីហើយយើងលេងឲ្យវាដើរតាមធម្មតាធម្មជាតិកាយដីកាយអីចឹងទៅបើវិទ្យាសាស្ត្រគឺគេដាក់ពងក្នុងទូញាស់ឲ្យញាស់យើងយកទៅដាក់នៅក្នុងទូស្អំទូអីកម្ដៅអីចឹងទៅឲ្យស៊ីចំណៃអានឹងគេហៅថាវិទ្យាសាស្ត្រទំនើបមកហើយយើងមើលចំណុចខតើនៅផ្ទះប្អូនមានចិញ្ចឹមខ្សែល្បីតើប្អូនចិញ្ចឹមវាដូចម្ដេចចឹងផ្ទះយើងមានចិញ្ចឹមអីខ្លះមានទាមានមើមានជ្រូកមានឆ្កែមានឆ្មាចឹងអត់ផ្ទះខ្លះគាត់ចិញ្ចឹមអីគេមាន់ទាអីទៅផ្ទះខ្លះមានគោផ្ទះខ្លះមានជ្រូកគេបានន័យថាយើងទាំងអស់ហ្នឹងលេងមានទាំងនឹងទាំងអស់ហើយជាពិសេសគឺមានឆ្មាមានឆ្កែមានអីមានតែខ្លះគឺមានភាគច្រើនគឺមានខ្សែអីតែឆ្កែហើយវាចាញ់យើងចាំឆ្កែទេនៅក្នុងហើយរបស់យើងចំនួនមួយខនេះគឺយើងលើកឡើងថាចាំទីនេះឆ្កែភាគច្រើនតែយើងមានអត់មានចឹងចម្លើយគឺនៅផ្ទះរបស់ខ្ញុំមានសត្វចិញ្ចឹមសត្វឆ្កែមួយក្បាលវាមានឈ្មោះថាអាគីគេយើងដាក់ឈ្មោះទៀតហើយគេថាមកនេះថាបងអូនចិញ្ចឹមវានោះមិនដែរចឹងដើម្បីឲ្យវាមានសុខភាពល្អតែយើងត្រូវធ្វើម៉េចហើយនឹងរស់នៅបានរីករាយចឹងនេះថាម៉េចដើម្បីឲ្យវាមានសុខភាពល្អនិងរស់នៅបានរីករាយគ្រួសាររបស់ខ្ញុំបានថែរក្សាចិញ្ចឹមវាទៅតាមវិធីសាស្ត្រទំនើបនិងយកចិត្តទុកដាក់ដូចជាការផ្ដល់ចំណីអាហារតែយើងផ្ដល់ចំណីអាហារវាអត់ដល់យើងអាចឲ្យមួយថ្ងៃម្ដងពីរដងពីអាចឲ្យពីរដងក្នុងមួយថ្ងៃហើយការថែទាំសុខភាពមិនតែពេលវាឈឺយើងត្រូវយកវាទៅណាពេទ្យហ្នឹងគឺពេទ្យសាច់ណាមិនមែនតែពេលមនុស្សពេទ្យសាច់គឺបញ្ហាហើយយើងត្រូវធ្វើម៉េចទៀតដើម្បីមានសុខភាពចាក់វ៉ាក់សាំងហើយឆ្កែយើងចាក់វ៉ាក់សាំងឲ្យម៉េចទៀតវារស់នៅក្នុងថ្ងៃដែលយើងត្រូវការមួយទឹកអត់មួយទឹកចាញ់ថ្ងៃយើងត្រូវមួយទឹកឲ្យវាយ៉ាងហោចណាស់ក្នុងមួយថ្ងៃបានម្ដងហើយដែរដល់សម្រួលដល់ឲ្យវាដើម្បីកុំឲ្យវាមានអីគេអត់វារស់មានអីទៀតចៃឆ្កែហ្នឹងហើយអញ្ចឹងសម្រាប់វាស្អាតទៅតែនៅអាម៉ៃកន្លែងរស់នៅតែយើងឲ្យរស់នៅណាអាគីយើងណាអាចមានផ្ទះរបស់វាចំណុចយើងអាចធ្វើផ្ទះឲ្យវាមួយមកដូចយើងដែរធ្វើប្រទេសក្រៅគឺមានផ្ទះតូចនៅមុខផ្ទះគេអត់ហ្នឹងហើយចឹងហើយយើងអាចធ្វើផ្ទះឲ្យវាមួយឲ្យវាចូលនៅក្នុងផ្ទះរបស់វាមកឬក៏យើងមានកន្លែងណាគួរសមឲ្យវានៅមកកន្លែងហ្នឹងទៅនៅដល់គេស្រឡាញ់ហ្នឹងមិនអត់គឺយើងស្រឡាញ់វាកុំទាត់កុំធាក់កុំវាយវាហ្នឹងណាយើងស្រឡាញ់ថាក្នុងឯក្បាលអីនឹងគេហៅថាក្តីស្រឡាញ់ហើយបើយើងទៅទាត់ទៅវាយទៅអីហ្នឹងគេហៅគេអំពើហង្សាតែឥឡូវយើងអានជាមួយអ្នកខ្ញុំមក